ចម្រើនពរញាតិញោមជាពុទ្ធបរិស័ទនៅក្នុងគណៈវេលាគ្រាការនេះខ្ញុំបកណ្ណាអាត្មាភាពនៅសំឡូតបងកន្លែងនេះគឺជាកន្លែង resort មួយដែលមានទិដ្ឋភាពស្រស់ស្អាតហើយមានទឹកធ្លាក់មានទឹកហូរបងពីកន្លែងផ្សេងបងចឹងហូរមកតាមជើងភ្នំមើលទៅស្អាតបងស្រស់ស្អាតតាមជើងភ្នំទិដ្ឋភាពនឹងញាតិញោមពុទ្ធបរិស័ទនឹងឃើញពីទិដ្ឋភាពទាំងអស់នេះខ្ញុំគណៈអាត្មាភាពក៏នឹកឃើញអំពីជីវិតរបស់យើងញាតិញោមពុទ្ធបរិស័ទប្រៀបបីដូចជាទឹកហូរដែលចុះពីភ្នំមកគឺថាវាតែងតែនាំយកទៅនៅអ្វីផ្សេងរបស់ណាដែលវាត្រូវនាំទៅវាហូរទៅតាមទឹកទៅអញ្ចឹងនៅក្នុងន័យនេះគឺលោកប្រៀបអំពីជីវិតរបស់យើងនឹងគឺវាតិចទៅហ្នឹងដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាអាយុរបស់សត្វទាំងឡាយមានប្រមាណតិចញាតិញោមពុទ្ធបរិស័ទដឹងស្រាប់ហើយអាយុរបស់សត្វទាំងឡាយមានប្រមាណតិចហ្នឹងហើយมันច្រើនទេហើយមនុស្សយើងឥឡូវហ្នឹងគឺថាបើគិតពីអាយុគឺយើងគិតពី75ឆ្នាំទៅចុះបងនឹងវាអត់បានដល់100ឆ្នាំទេអាយុវាតិចមែនតើអញ្ចឹងអាយុខែចុះពីមុនដែលព្រះអង្គសម្ដែងគឺអាយុ100ឆ្នាំក៏ប៉ុន្តែអាយុរបស់សត្វលោកយើងសប្ងៃនេះគឺតិចមែនតើណាมันច្រើនទេញាតិញោមពុទ្ធបរិស័ទអញ្ចឹងគឺប្រៀបបីដូចជាទឹកហូរហើយវានាំទៅហើយมันត្រឡប់មកវិញទេយ៉ាងណាជីវិតរបស់យើងកំពុងតែរស់នៅហ្នឹងគឺថាវាប្រៀបបីដូចជាទឹកដែលវាហូរវាតែងតែនាំទៅអាយុរបស់យើងក៏តែងតែអស់ទៅសន្សំនឹងឈានដល់នៅមួយគឺថានឹងដល់នៅសេចក្តីស្លាប់ដូចគ្នាញាតិញោមអញ្ចឹងយើងត្រូវមាននៅការពិចារណានៅមរណានុសតិឲ្យបានរឿយណាញាតិញោមពុទ្ធបរិស័ទកណាគុណចាស់គ្រប់ព្រះអង្គទាំងអស់ដែលកំពុងតែទស្សនានៅទីនេះគឺមានទឹកហូរមានព្រៃមានអីចឹងទៅហ្នឹងហើយយើងក៏បានជាការពិចារណាបាទនឹងការឃើញហើយពិចារណាហ្នឹងហើយនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងហ្នឹងអាយុវាមិនច្រើនណាបងហ្នឹងហើយប្រៀបទៅនៅអាយុរបស់សត្វលោកហ្នឹងមិនច្រើនទេដូច្នេះពុទ្ធបរិស័ទកណាគុណចាស់គ្រប់ព្រះអង្គហ្នឹងត្រូវពិចារណាថាអាយុជីវិតរបស់យើងហ្នឹងប្រៀបបីដូចជាទឹកដែលហូរពីភ្នំហ្នឹងនេះទឹកហូរតាមចលងតាមភ្នំតែវាធ្លាក់មកពីលើភ្នំអីយ៉ាងណាគឺថាជីវិតរបស់យើងហ្នឹងគឺអញ្ចឹងហ្នឹងវាមានតិចហ្នឹងហើយចឹងកុំប្រមាទណាយើងរស់នៅមិនត្រូវប្រមាទទេពីព្រោះជីវិតរបស់យើងមិនច្រើនញាតិញោមពុទ្ធបរិស័ទតកាលណាយើងប្រមាទយើងអត់បានសាងនៅសេចក្តីល្អនឹងយើងមិនអាចមានអ្វីជាទីពឹងបានទេនឹងបុលជីវិតយើងតិចចឹងហើយយើងត្រូវតែសាងនៅសេចក្តីល្អនឹងឲ្យបាននឹងដើម្បីជីវិតនឹងឯងធ្វើឲ្យបានសភាពល្អប្រសើរទៅនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃពីព្រោះថាអាយុរបស់យើងមិនច្រើនហើយយើងប្រមាទទៅមិនបានសាងនៅសេចក្តីល្អនោះគឺយើងឈ្មោះថាយើងកំពុងតែបំផ្លាញនៅសារៈប្រយោជន៍ខ្លួនឯងអត់មានខ្លឹមខ្លួនយើងនោះអញ្ចឹងគឺត្រូវសាងសេចក្តីល្អនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃហ្នឹងដើម្បីបានជាប្រយោជន៍នៅក្នុងជីវិតហ្នឹងត្រូវពិចារណាថាអាយុរបស់យើងហ្នឹងមិនវែងទេហើយវាតិចហ្នឹងហើយមិនមែនច្រើនទេត្រឹមតែ60ឬក៏30ឆ្នាំតែប៉ុណ្ណឹងទេឥឡូវហ្នឹងណាហ្នឹងគឺថាមនុស្សហ្នឹងវាចេះតែតិចទៅវាអត់មានអាយុអីវែងអន្លាយតទៅទៀតទេអញ្ចឹងគឺយើងត្រូវពិចារណានៅក្នុងជីវិតប្រចាំថ្ងៃដូចញាតិញោមពុទ្ធបរិស័ទ
នឹងឲ្យទៀនអត់តាន់បានធ្វើក៏បីធ្វើទៀនសិលអត់តាន់បានរក្សាក៏បីរក្សាសិលឲ្យបានល្អនឹងឲ្យភាវនាអត់បានធ្វើក៏បីធ្វើទៅនឹងនិយាយរួមថាបញ្ញកិរិយាវត្ថុទាំង10ទាំងដែលពុទ្ធបរិស័ទត្រូវធ្វើត្រូវសន្សំត្រូវសាងឲ្យបានច្រើនតហើយនៅក្នុងជីវិតរបស់យើងហ្នឹងព្រោះថាក្នុងអត្តភាពដំណើរនៃយើងទាំងអស់គ្នាគឺកិច្ចមិនផុតអំពីសេចក្តីស្លាប់ហ្នឹងហើយពុទ្ធបរិស័ទបើឃើញថាអាយុតិចចឹងហើយយើងមិនគួរធ្វេសប្រហែសប្រមាថទេត្រូវសាងនៅសេចក្តីល្អដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីអាយុហ្នឹងគឺថាឲ្យយើងពិចារណានៅអាយុហ្នឹងវាមានតិចមិនច្រើនណាញាតិញោមពុទ្ធបរិស័ទចឹងតើកាលណាបើយើងធ្វេសប្រហែសប្រមាថទៅចប់នៅក្នុងជីវិតហ្នឹងចឹងហើយបានយើងមើលព្រៃមើលទឹកមើលអីក៏បានទៅជាការពិចារណាបើនឹងសុទ្ធតែជាការពិចារណាហ្នឹងហើយយើងឃើញស្មៅក៏អញ្ចឹងដែរលោកប្រៀបថាអាយុជីវិតរបស់យើងនឹងប្រៀបបីដូចជាដំណក់ទឹកដែលធ្លាក់ចុះនៅលើចុងស្មៅអីចឹងណាញាតិញោមហ្នឹងហើយវាតែងតែអស់ទៅឬក៏នៅក្នុងជីវិតហ្នឹងយើងកំពុងតែរស់នៅសពថ្ងៃហ្នឹងគឺថាវាមិនច្រើនព្រោះខ្លីតែកាលណាយើងប្រមាថទៀតចប់ហ្នឹងហើយអញ្ចឹងបានខ្ញុំកណាអាត្មាភាពថតទេសភាពអញ្ចឹងទៅហើយប្រឌិតដោយការពិចារណាឃើញទឹកចុះមកពីភ្នំអញ្ចឹងហើយក៏ឃើញស្លឹកឈើឃើញស្មៅអីចឹងទៅបានជាការពិចារណានឹងមិនមែនត្រឹមតែឃើញទេយើងទស្សនាយើងមានការពិចារណាវាទៅជាធម៌ផងបើយើងបានពិចារណាយើងគ្រាន់តែឃើញស្អាតឃើញល្អយើងវាសប្បាយរីករាយនៅក្នុងទេសភាពស្អាតល្អទីកន្លែងស្អាតល្អប៉ុន្តែយើងអត់បានពិចារណានៅធម៌បងអត់បានពិចារណានៅធម៌អញ្ចឹងយើងនឹងមានការប្រមាថធ្វេសប្រហែសទៅអញ្ចឹងគឺសំខាន់អាយុជីវិតរបស់យើងដែលរស់នៅពុទ្ធបរិស័ទត្រូវសាងនៅសេចក្តីល្អឲ្យបានច្រើនទោះបីជាថាអាយុយើងតិចក៏ដោយប៉ុន្តែបើយើងដឹងថាអាយុតិចហើយប្រឹងប្រែងធ្វើសេចក្តីល្អហ្នឹងគឺប្រសើរសម្រាប់ជីវិតរបស់យើងហើយបុណ្យឬក៏សេចក្តីល្អហ្នឹងនឹងបានជាទីពឹងសម្រាប់យើងបើវាអស់អាយុជីវិតឬក៏ដល់នៅសេចក្តីស្លាប់អីយ៉ាងណាពុទ្ធបរិស័ទមាននៅបុណ្យកុសលឯងជាទីពឹងជាទីពំនាក់អាស្រ័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុណ្យនឹងឯងជាទីពឹងជាទីពំនាក់អាស្រ័យនឹងសម្រាប់យើងទៅក្នុងលោកខាងមុខហើយយើងអត់មានអ្នកណាគេមកសាងសេចក្តីល្អឲ្យយើងក្រោមពីយើងទេកូនក្តីប្រពន្ធក្តីឬក៏ញាតិមិត្តឬក៏ប្រពន្ធនឹងមានប្តីហើយពឹងប្តីក៏មិនបានដែរជាពិសេសគឺសាងនៅសេចក្តីល្អឲ្យខ្លួនឯងដែលជាប្រយោជន៍នៅក្នុងជីវិតរស់នៅនឹងត្រូវសាងណាត្រូវសាងនៅប្រយោជន៍ឲ្យខ្លួនឯងឲ្យបានច្រើននឹងឲ្យដើម្បីបានជាទីពឹងនៅពេលដែលជីវិតយើងអស់ទៅគឺយើងបាននៅសេចក្តីល្អព្រោះថាដំណើរដែលយើងមកក៏មកតែឯងដល់ពេលទៅវិញក៏ទៅវិញតែឯងដែរអញ្ចឹងអ្វីដែលជាប់តាមដែលព្រះលោកសម្ដែងថាមានតែបុណ្យនេះគឺជាមិត្តសម្លាញ់ដ៏សំខាន់ណាបងនឹងសម្រាប់យើងទៅក្នុងលោកខាងមុខបើយើងអត់មានបុណ្យអត់មានកុសលអត់មានសេចក្តីល្អទេញាតិញោមពុទ្ធបរិស័ទមិនអាចមានអ្វីជាទីពឹងមិនមានមិត្តសម្លាញ់គឺបុណ្យកុសលហើយយើងនឹងគឺថាវាលហោហែងទៅហើយយើងទៅវាអត់មានមិត្តសម្លាញ់ណាញាតិញោមអញ្ចឹងយើងត្រូវសាងនៅប្រយោជន៍សាងនៅសេចក្តីល្អដើម្បីបានជាទីពឹងនៃខ្លួនយើងគឺប្រយោជន៍បុណ្យកុសលនឹងឯងព្រោះជីវិតយើងតិចកុំបីធ្វើបាបដាក់នំតកពីបរាប់សាងល្អសន្សំធម៌ស្អាតសង្វាតធម៌ស្អាតដូចជាស្កររសាររូបផ្អែមព្រោះជីវិតហ្នឹងมันអាចរស់នៅបានដល់100ឆ្នាំផងអញ្ចឹងបើយើងឡើងតែភ្លេចខ្លួនបើយើងបានសាងសេចក្តីល្អនឹងហើយជីវិតយើងហ្នឹងគឺអត់សារៈប្រយោជន៍សំខាន់ទេបងហ្នឹងគឺអាត្មាភាព
បានឃើញអំពីទស្សនវិជ្ជានឹងហើយក៏ចង់ពិពណ៌នាអំពីធัวអញ្ចឹងទៅនឹងហើយបានពុទ្ធបរិស័ទមើលអំពីធម្មជាតិដែលមានព្រៃមានភ្នំមានអីចឹងទៅហើយទឹកធ្លាក់នៅទីនេះស្អាតបងហើយនៅសំឡូតណានៅខេត្តនៅសំឡូតនេះនៅបាត់ដំបងបងហ្នឹងហើយអញ្ចឹងគឺញាតិញោមពុទ្ធបរិស័ទនៅសំឡូតបងអញ្ចឹងគឺយើងនឹងបានស្ដាប់ផងហើយបានផ្ដិតទស្សនារូបភាពដែលពុទ្ធបរិស័ទបានឃើញទៅនោះមានព្រៃមានភ្នំហើយកន្លែងនេះគឺកន្លែងដែលខ្ញុំគណៈអាត្មាភាពសំណាក់អាស្រ័យបានញោមគាត់រកផ្ទះកន្លែងរីសតហ្នឹងសម្រាប់ស្នាក់នៅនឹងបានមកយប់ផងដែរអញ្ចឹងហើយក៏បានឃើញទស្សនវិជ្ជានៅទីនេះស្អាតក៏ពោលពិព័រណ៍នៅអំពីធัวអញ្ចឹងទៅសម្រាប់ចែកជូនដល់ពុទ្ធបរិស័ទតកតងពីជីវិតរបស់យើងនឹងប្រៀបបីដូចជាទឹកដែលហូរចុះពីភ្នំនឹងវាអស់ទៅញាតិញោមហូរទៅគឺអស់ទៅហើយជីវិតយើងវាតិចចឹងហ្នឹងបងហ្នឹងហើយมันច្រើនទេអញ្ចឹងយើងត្រូវសាងនៅសេចក្តីល្អសាងនៅប្រយោជន៍សាងនៅអ្វីដែលជាប្រយោជន៍ដែលជាខ្លឹមសារសម្រាប់ពុទ្ធបរិស័ទនោះឲ្យបានច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃហ្នឹងពីព្រោះថាយើងមានតែបុណ្យមានតែកុសលទេជាទីពឹងសម្រាប់យើងបើវាអស់អាយុជីវិតទៅយ៉ាងណាតែពុទ្ធបរិស័ទបាននាំយកនៅបុណ្យកុសលគឺសេចក្តីល្អសម្រាប់ពុទ្ធបរិស័ទនឹងរៀងខ្លួនបងអញ្ចឹងសូមអនុមោទនា